ប្រទេសកម្ពុជានឹងយកបញ្ហានៅមុំ3នៅប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងនៅប្រាសាទតាក្របីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ ICJ ឲ្យដាច់ស្រេចតែម្ដងអញ្ចឹងខ្ញុំគិតថាបងប្អូនខ្មែរយើងជាច្រើនប្រកាសជាដឹងហើយអាចថាទូទាំងប្រទេសខ្មែរយើងតែម្ដងថាការពីថ្ងៃទី28ខែឧសភាឆ្នាំ2025ស្ថិតនៅភូមិដែលជុំមរកតឃុំមរកតស្រុកចំខ្សានខេត្តព្រះវិហារគឺមានការបាញ់បោះផ្ទុះអាវុធដែលកងទ័ពនៃប្រទេសថៃបានលួចវាយឆ្មក់កងទ័ពប្រទេសកម្ពុជារបស់យើងដែលកងទ័ពខ្មែរយើងនេះកំពុងតែឈរជើងនៅលើទឹកដីរបស់កម្ពុជារបស់យើងតែម្ដងហើយនៅក្នុងការផ្ទុះអាវុធនោះគឺមានរយៈពេល5ទៅ10នាទីដែលបណ្ដាលឲ្យកងទ័ពរបស់កម្ពុជារបស់យើងម្នាក់បានស្លាប់បាត់បង់ជីវិតដែលខ្ញុំចូលរួមសោកស្ដាយហើយចូលរួមរំលែកទុក្ខនៅវីរបុរសការពារទឹកដីខ្មែររបស់យើងម្នាក់ផងដែរអញ្ចឹងយើងបានប៉ះទង្គិចបាញ់បោះគ្នាថ្ងៃទី28ហើយថ្ងៃទី29គឺខាងភាគីកម្ពុជានិងភាគីថៃបានជួបគ្នាដើម្បីចរចាទៅលើបញ្ហាដែលបានកើតឡើងនៅថ្ងៃទី28ហ្នឹងខ្ញុំគិតថាការចរចាគ្នានេះគឺជាផ្លូវមួយយ៉ាងល្អដែលកម្ពុជាបានជ្រើសរើសខ្ញុំក៏គាំទ្រដូចគ្នាដោយសារអីការចរចាដោយសន្តិភាពគឺប្រទេសអត់មានសង្គ្រាមអត់មានការបាញ់បោះគ្នាអត់មានអ្នកស្លាប់បាត់បង់ជីវិតផ្សេងៗហើយនៅក្នុងជំនួបនៃការចរចានោះដូចគ្នាទាំងកម្ពុជានិងថៃគឺបានយកស្របចំនួន4ចំណុចដែលខ្ញុំនឹងដាក់4ចំណុចនោះនៅលើអេក្រង់អ្នកគ្នាអាចស្កប់វីដេអូដើម្បីអាននៅ4ចំណុចនោះបានហើយអ្នកគ្នាទៅមើលចំណុចចុងក្រោយគឺគេបានបញ្ជាក់ថាប្រទេសកម្ពុជានឹងមិនដកថយកងទ័ពក៏ដូចជាមិនឈរជើងដោយគ្មានអាវុធនៅកន្លែងដែលមានការប៉ះទង្គិចគ្នារវាងកម្ពុជាថៃនឹងទេបន្តមកទៀតខ្ញុំអត់ដឹងថាគេមិនដែររបៀបថាចរចាគ្នាយកស្របឲ្យប៉ុន្តែខាងថៃមេបញ្ជាការថៃនោះគឺបានឲ្យកម្ពុជានេះស្នើសុំឲ្យដកទ័ពចេញពីតំបន់ដែលប៉ះទង្គិចគ្នានឹងចម្ងាយ200ម៉ែត្រចេញពីតំបន់ហ្នឹងហើយសូម្បីតែខ្ញុំក៏អត់យល់ថាហេតុអីបានជាកម្ពុជាអត់មានសិទ្ធិក្នុងការដាក់ទ័ពខ្លួនឯងនៅក្នុងទឹកដីប្រទេសខ្លួនឯងចង់ដាក់ទ័ពនៅណាក៏បានដែរព្រោះគឺជាទឹកដីរបស់កម្ពុជាហើយទ័ពហ្នឹងគឺជាទ័ពរបស់កម្ពុជាដូចគ្នាដូច្នេះហើយការពីព្រឹកមិញនេះបើតាមប្រសាសន៍របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជារបស់យើងគឺបានលើកឡើងអំពីបញ្ហានេះដូចគ្នាហើយក៏បានប្រាប់ប្រជាជនកម្ពុជាថាកម្ពុជានឹងយកបញ្ហានៅមុំ3នៅប្រាសាទតាមាន់ធំតាមាន់តូចនិងប្រាសាទតាក្របីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ ICJ ដែលពាក្យពេញ ICJ ហ្នឹងគឺ International Court Justice ដែលស្ថិតនៅប្រទេសហូឡង់ហើយក្នុងនាមខ្ញុំគឺជាប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំគាំទ្រទៅលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយតាមបែបសន្តិភាពក្នុងការអត់បង្កជាការចំនួនសង្គ្រាមដែលដូចយើងដឹងហើយប្រទេសកម្ពុជារបស់យើងគឺឆ្លងកាត់សង្គ្រាមជាច្រើនអត់មានអីល្អនាំឲ្យប្រទេសរបស់យើងរីកចម្រើនទេប៉ុន្តែផ្ទុយទៅវិញធ្វើឲ្យប្រទេសរបស់យើងមានភាពលំបាកដុនដាបខាងផ្នែកសេដ្ឋកិច្ចបាត់បង់ធនធានមនុស្សយើងចំណាយអស់ច្រើននិយាយទៅសង្គ្រាមអត់មាននាំមកនៅថាគេហៅផលចំណេញមកកាន់ប្រទេសរបស់យើងទេហើយយើងចាំមើលទាំងអស់គ្នាថាថៃអាចហ៊ានទៅចរចាជាមួយនឹងកម្ពុជានៅ ICJ ឬក៏តុលាការយុត្តិធម៌អន្តរជាតិនេះដែរឬទេហើយបើតាមប្រសាសន៍របស់សម្ដេចជោបើសិនជាថៃអត់ហ៊ានថៃអាចមានអ្វីនៅក្រោយខ្នងមួយដែលរបៀបថាហេតុផលអីបានជាអត់ទៅហ៊ានចរចាជាមួយនឹងកម្ពុជាហើយបើសិនជាអត់ហ៊ានទៀតកម្ពុជានឹងធ្វើការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ ICJ នេះដើម្បីដូចខ្ញុំនិយាយកាលពីដើមវីដេអូអញ្ចឹងគឺសម្ដេចធិបតីឬក៏រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជារបស់យើងចង់ដោះស្រាយបញ្ហានៅតំបន់មុំ3ប្រាសាទតាមាន់តូចតាមាន់ធំនិងប្រាសាទតាក្របីនេះឲ្យដាច់ស្រេចតែម្ដងហើយបើសិនជានៅខាងកងទ័ពថៃរបៀបថាចង់ចូលឈ្លានពានប្រទេសកម្ពុជារបស់យើងអីចឹងណាកងទ័ពរបស់ប្រទេសកម្ពុជារបស់យើងគឺបានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារនៅទឹកដីនិយាយទៅយើងអត់ចង់ទៅវាយបំពានចូលទឹកដីគេទេប៉ុន្តែបើសិនជាគេចង់វាយចូលប្រទេសកម្ពុជារបស់យើងគឺយើងមិនអនុញ្ញាតទេយើងត្រូវតែវាយបកទៅវិញដើម្បីការពារនៅទឹកដីរបស់យើងកុំឲ្យមានការបាត់បង់ហើយឈ្លានពានពីសត្រូវនៅខាងក្រៅជាចុងក្រោយខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជារបស់យើងដែលបានដោះស្រាយបញ្ហានេះតាមបែបសន្តិភាពតាមបែបសុខសុវត្ថិភាពទៅដល់ប្រជាជនរបស់យើងឲ្យមានភាពជាទុកចិត្តនិងមានភាពកក់ក្ដៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដោយយើងបានដោះស្រាយតាមបែបចាស់ទុំតាមបែបច្បាប់អន្តរជាតិត្រឹមត្រូវអត់មានការបង្កជាសង្គ្រាមចំនួនអីផ្សេងៗដែលធ្វើឲ្យមានការខាតបង់ខូចខាតច្រើននោះទេឃ្លាមួយដែលខ្ញុំស្រឡាញ់ប្រទេសកម្ពុជារបស់យើងទន់ភ្លន់ប៉ុន្តែយើងមិនទន់ជ្រាយទៅចាញ់នៅសត្រូវដែលចង់ឈ្លានពានចូលមកកាន់ប្រទេសកម្ពុជារបស់យើងដើម្បីលួចទឹកដីរបស់យើងទេ Follow for more